មានតែគេខ្លះដែលនៅយល់ច្រឡំតាក់ទងជាមួយនឹង website ថាជា web app ហើយ web app ថាជា website អញ្ចឹងថ្ងៃនេះខ្ញុំនឹងមកស្រាយចម្ងល់អ្នកទាំងអស់គ្នាអំពី web application ជាមួយនឹង website តើវាមានលក្ខណៈខុសគ្នាបែបម៉េចអញ្ចឹងមុននឹងប្រាប់អ្នកទាំងអស់គ្នាសូមអ្នកទាំងអស់គ្នាជួយចុច like ក៏ដូចជា follow ខ្ញុំម្នាក់មួយដើម្បីតាមដានរាល់ការចែករំលែកចំណេះដឹងតាក់ទងជាមួយនឹងបច្ចេកវិទ្យាទាំងអស់គ្នាអញ្ចឹងមុននឹងយើងស្វែងយល់ពីភាពខុសគ្នារបស់វាយើងគួរដឹងសិនថាតើ website និង web application វាដំណើរការបែបម៉េចចឹងតកតងជាមួយនឹង website និង web application គឺវាដំណើរការនៅលើ browser មានន័យថាពីរហ្នឹងគឺវាដំណើរការនៅលើ browser ដូចគ្នាអញ្ចឹងយើងងាកមក website ចុះអញ្ចឹង website គឺជាកន្លែងមួយដែលធ្វើការប្រមូលផ្ដុំនៅព័ត៌មានមានន័យថាវាមានគោលដៅនៅក្នុងការបង្ហាញនៅព័ត៌មានឲ្យអ្នកប្រើប្រាស់អាចធ្វើការអានឬក៏អាចធ្វើការទស្សនាមើលជាវីដេអូឬក៏ជារូបភាពណាមួយដែលយើងចង់បង្ហាញឬក៏យើងអាចធ្វើការចុច click ប៊ូតុងទៅកាន់កន្លែងណាមួយជាដើមអញ្ចឹងអានឹងតកតងជាមួយនឹង website អញ្ចឹងខ្ញុំនឹងឧទាហរណ៍ទៅលើ website ចុះថាតើ website បែបម៉េចអញ្ចឹង website ដូចជា website portfolio ដែលយើងចង់បង្ហាញពីខ្លួនយើងពី skill របស់យើងអាហ្នឹងក៏ជា website ដែរឬក៏ website ដែលបង្ហាញទៅលើព័ត៌មានរបស់ក្រុមហ៊ុនណាមួយឬក៏ product របស់ក្រុមហ៊ុនណាមួយគឺគ្រាន់តែបង្ហាញដើម្បីឲ្យគេដឹងឲ្យគេស្គាល់អាហ្នឹងគេហៅថាជា website អញ្ចឹងយើងត្រឡប់មកកាន់ web application ឬក៏ web app របស់យើងវិញតើវាខុសពី website បែបម៉េចអញ្ចឹងតកតងជាមួយនឹង web application គឺវាខុសពី website ត្រង់ថាវាឆ្លាតជាង website មានន័យថាអ្នកប្រើប្រាស់អាចធ្វើការ interact ជាមួយនឹង web យើងបានអញ្ចឹងមានន័យថាអ្នកប្រើប្រាស់គាត់អាចធ្វើការ log in ឬក៏ register ឬក៏ផ្ញើទិន្នន័យបាននៅលើ web application របស់យើងបានអញ្ចឹងអាហ្នឹងគេហៅថាជា web application ឬក៏ web app នឹងឯងហើយបើយើងឧទាហរណ៍ដូចជា facebook.com អញ្ចឹង facebook.com យើងអាចធ្វើការផុសនៅរូបភាពឬក៏អីមួយបាននៅក្នុងនឹងអាហ្នឹងគេហៅថាជា web application ហើយអញ្ចឹងវីដេអូអំពី web application ជាមួយនឹង website គឺមានតែប៉ុណ្្នឹងទេបើសិនជាអ្នកណាដែលគាត់នៅយល់ច្រឡំទាក់ទងជាមួយនឹង website ឬក៏ web app ទៀតអាចមើលវីដេអូនេះបានអញ្ចឹងបើសិនជាគិតថាវីដេអូនេះមានប្រយោជន៍សូមចែករំលែកទៅកាន់អ្នកដទៃម្នាក់មួយហើយបើសិនជាបងម្ចាស់អាជីវកម្មណាដែលគាត់ចង់បាននៅ website អាចតាក់ទងមកកាន់ខ្ញុំបានខ្ញុំនឹងធ្វើជូនបងប្អូនមិនថា website ឬក៏ web application នេះអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាគិតថាមានចំណុចអីខ្វះខាតអាចខមមិនកែលម្អបានអញ្ចឹងខ្ញុំប៉ុណ្្នឹងបាយ